ព្រះករុណាសូមអាននៅសៀវភៅកើតស្លាប់រៀបរៀងដោយភិក្ខុងិនផេនអន្តបញ្ញោវាយកុំព្យូទ័រដោយលោកទៅសំផនកាយអក្ខរាវិរុទ្ធដោយភិក្ខុពេជ្រសមុនបោះពុំចែកជាធម្មទានលើកទី1ចំនួន 1500 ក្បាលដោយពុទ្ធបរិស័ទវត្តពោធិវង្សប្រទេសបារាំងពុទ្ធសករាជ 2547 គ្រិស្តសករាជ 2003 អារម្មណ៍កថាកើតស្លាប់ជារឿងតែមួយជាមួយគ្នាប៉ុន្តែកើតនៅខាងដើមស្លាប់នៅខាងចុងបើមិនមានកើតស្លាប់ក៏មិនមានដែរកើតជាជាតិទុក្ខស្លាប់ជាមរណទុក្ខចន្លោះកើតនិងស្លាប់គឺរស់ជីវិតគឺទុក្ខ10កងក្រៅពីជាតិទុក្ខនិងមរណទុក្ខបើរួមគ្នាទាំងអស់ត្រូវជា12កងការចេះដឹងរឿងទុក្ខរឿងរំលត់ទុក្ខជារឿងសំខាន់ណាស់ប៉ុន្តែមនុស្សមិនសូវចាប់អារម្មណ៍ទេគេច្រើនតែចង់ដឹងថាមនុស្សមកពីណាបន្ទាប់ពីស្លាប់ហើយទៅណាទៀតខ្ញុំសរសេរកូនសៀវភៅនេះដើម្បីជួយបង្ហាញនៅទស្សនៈខ្លះរបស់ព្រះពុទ្ធដែលជាប់ទាក់ទងនឹងរឿងអស់នេះខ្ញុំសង្ឃឹមថាលោកអ្នកអាននឹងបានពន្លឺខ្លះពីកូនសៀវភៅនេះជាពុំខានវត្តពោធិវង្សថ្ងៃទី13មេសាពុទ្ធសករាជ 2547 ភិក្ខុងិនផេនអន្តបញ្ញោនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈកើតស្លាប់អ្វីដែលមិនទាន់មានក៏មានឡើងឧទាហរណ៍ទឹកដីព្រៃភ្នំមិនទាន់មានក៏មានឡើងយ៉ាងនេះហៅថាកើតពីដំបូងមានដីទទេឥឡូវមានមនុស្សមានសត្វយ៉ាងនេះហៅថាកើតដីមានហើយប៉ុន្តែមិនទាន់មានផ្ទះមានសួនច្បារឥឡូវមានផ្ទះមានសួនច្បារហើយយ៉ាងនេះហៅថាកើតមនុស្សមានហើយប៉ុន្តែមិនទាន់បានប្រជុំមិនទាន់បានរួមគ្នាឥឡូវបានប្រជុំបានរួមគ្នាជាសមាគមជាអង្គការយ៉ាងនេះហៅថាកើតអ្វីដែលមានហើយកើតហើយបែរជាគ្មានបែរជាវិនាសខូចរលត់បាត់ទៅវិញយ៉ាងនេះហៅថាស្លាប់ចំពោះមនុស្សពាក្យថាកើតសំដៅយកការសម្រាលឬប្រសូតចេញពីផ្ទៃនៃមាតាពាក្យថាស្លាប់សំដៅយកការអស់ខ្យល់ដង្ហើមចាញ់ខ្យល់ដង្ហើមចូលរហូតទៅការកើតឡើងមុនដំបូងបង្អស់សាសនាមួយចំនួនធំគេច្រើននិយាយថាពីដំបូងឡើយមិនមានអ្វីសោះទេព្រះជាម្ចាស់របស់គេជាអ្នកបង្កើតឲ្យមានឡើងថ្ងៃដំបូងព្រះជាម្ចាស់លោកបង្កើតនេះថ្ងៃទី2លោកបង្កើតនោះលក្ខជាដើមថ្ងៃតមកទៀតលោកបង្កើតនៅអ្វីក៏តែមានសពគ្រប់ដោយដែលយើងបានឃើញសពថ្ងៃនេះឯងប៉ុន្តែពួកក្រុមសាសនាដែលមានព្រះជាម្ចាស់ជាអ្នកបង្កើតលោកនិងសត្វលោកមានកម្មវិធីបង្កើតមិនដូចគ្នាមិនស្របគ្នាមិនដឹងជាព្រះជាម្ចាស់អង្គណាមួយជាអ្នកបង្កើតពិតប្រាកដឬក៏មិនពិតប្រាកដទាំងអស់គ្នាចម្លែកជាងនេះទៅទៀតសូម្បីតែក្នុងសាសនាតែមួយគ្រាន់តែនិកាយខុសគ្នាក៏និយាយ
ពីការបង្កើតសត្វលោកមិនស្របគ្នាដែរមិនដឹងជាគួរជឿណាចោលណាឬក៏ចោលទាំងអស់ម្យ៉ាងទៀតពួកសាសនាដែលមានព្រះជាម្ចាស់ជាអ្នកចេះសាងលោកនិងសត្វលោកនោះមិនបានប្រាប់យើងផងទេថាព្រះជាម្ចាស់លោកយកវត្ថុអ្វីមកបង្កើតមកសាងហើយនរណាជាអ្នកបង្កើតព្រះជាម្ចាស់ត្រង់នឹងលោកក៏ភ្លេចមិនបានប្រាប់យើងដែរព្រះពុទ្ធមិនដូចនោះទេព្រះពុទ្ធបរមគ្រូយើងបើតាមខ្ញុំចេះដឹងមកខ្លះព្រះអង្គមិនមែនជាព្រះជាម្ចាស់ខ្លាំងពូកែចេះសាងលោកសាងអ្វីនោះទេហើយព្រះអង្គក៏មិនចង់ពូកែគ្រប់មុខពូកែតែរឿងរំលត់ទុកមួយហើយប្រាប់យើងឲ្យរៀងរំលត់ទុកតាមព្រះអង្គបានតែប៉ុណ្ណឹងវាសន្ធឹកសន្ធាប់ពេកណាស់ទៅហើយមិនចាំបាច់ពូកែអីក្រៅពីនេះទៀតទេឯរឿងមិនដំបងបងអស់លោកនិងសត្វលោកកើតមកយ៉ាងម៉េចនរណាជាអ្នកបង្កើតព្រះពុទ្ធមិនរវល់ឲ្យខាតពេលព្រះអង្គមិនបានសម្ដែងរឿងនោះទេព្រោះនិយាយទៅវាមិនចប់បានតែជជែកមានតែបញ្ហាហើយក៏មិនអាចដោះស្រាយអ្វីបានសោះហេតុនោះទៅព្រះអង្គប្រឹងសម្ដែងរឿងរំលត់ទុកវិញអកញ្ញសូត្រលោកនេះមិនទៀងទេយូរទៅនឹងដល់នៅសេចក្តីវិនាសយូរទៅចាប់ចម្រើនវិញពេលដែលលោកនេះវិនាសទៅម្ដងមានសត្វពួកខ្លះដែលផុតពីវិនាសដោយបានទៅកើតក្នុងអាភសរៈព្រំដោយឈានចិត្តសត្វពួកនោះមានបៃតៈជាអាហារមានពន្លឺចេញពីខ្លួនឯងអាចត្រាច់ទៅក្នុងអាកាសបានលុះដល់ពេលដែលលោកនេះចាប់ចម្រើនឡើងវិញម្ដងសត្វលោកកើតក្នុងអភសរៈព្រំនោះបានចុះមកកាន់លោកនេះត្រង់អភសរៈព្រំនេះខ្ញុំប្រកាសណាអាត្មាភាពនឹងសរសេរណានៅលើរូបវីដេអូឲ្យញាតិញោមបានដឹងពេលនោះចក្រវាលនេះទាំងអស់រលាយទៅជាទឹកងងឹតសូន្យគ្មានព្រះអាទិត្យគ្មានព្រះច័ន្ទគ្មានតារាគ្មានថ្ងៃគ្មានយប់លក្ខជាដើមសត្វដែលមានក្នុងពេលនោះមិនទាន់ប្រកាសជាស្រីប្រុសទេគ្រាន់តែជាសត្វប៉ុណ្ណោះរសជាតិនៃផែនដីដូចជាទឹកដោះអណ្ដែតកកលើទឹកមានសម្បុរល្អមានក្លិនក្រអូបមានរសជាតិឆ្ងាញ់ពិសាផ្អែមដូចទឹកឃ្មុំផ្លិតសត្វម្នាក់យកចង្អុលដៃឆ្កឹះយកមកលិតដឹងថាមានរសជាតិឆ្ងាញ់ក៏កើតសេចក្តីពេញចិត្តហើយបរិភោគរសជាតិនោះទៅឯសត្វទៀតឃើញហើយក៏ធ្វើតាមនាំគ្នាបរិភោគរសជាតិផែនដីយូរទៅពន្លឺចេញពីកាយរបស់ខ្លួនក៏បាត់ទៅពេលនោះហើយចាប់កើតមានព្រះអាទិត្យព្រះច័ន្ទដួងតារាថ្ងៃយប់លក្ខរាងកាយរបស់សត្វពួកនោះក៏ចេះតែប្រែប្រួលប្លែកគ្នាម្ដងបន្តិចខ្លះល្អខ្លះមិនល្អជាហេតុនាំឲ្យមានសេចក្តីប្រមាទមើលងាយគ្នាតមកទៀតកើតមានវត្ថុផ្សេងរហូតដល់មានស្រូវសាលីពួកសត្វនាំគ្នាបរិភោគស្រូវសាលីយូរទៅកើតមានជាភេទប្រុសស្រីនិងកើតមានវត្ថុអ្វីផ្សេងទៀតនិយាយមិនចប់រាប់មិនអស់ដោយដែលយើងឃើញសពថ្ងៃនេះស្រាប់ខដែលគួរសង្កេតអកញ្ញសូត្រនេះមិននិយាយពីការកើតឡើងមុនដំបូងបង្អស់នៃលោកនិងសត្វលោកទេគឺចាប់និយាយពីត្រឹមលោកនេះវិនាស
ហើយចម្រើនឡើងវិញតែប៉ុណ្ណោះហើយក្នុងព្រះសូត្រនេះក៏មិននិយាយថានរណាជាអ្នកបង្កើតលោកដែរសេចក្តីក្នុងព្រះសូត្រនេះធ្វើឲ្យយើងយល់ថាអ្វីទាំងអស់ជាវិវត្តនាការនៃសង្ខារធម៌ដែលអាស្រ័យដោយហេតុបច្ច័យប្រជុំតតែងទៅកើតឡើងផ្លាយផ្លែកនិងប្រែប្រួលជាលំដាប់ទៅតាមច្បាប់របស់វាជាធម្មតាតែប៉ុណ្ណោះសូមព្រះករុណាញាតិញោមរងចាំសម្ដាប់នៅវគ្គក្រោយបន្តទៀតសូមជ្រះថ្លាអនុមោទនា